បងនិយាយថាម៉េចមានគេប៉ុនប៉ងសម្រាប់លោកប៉ាមកក៏ទៅជាអញ្ចឹងប៉ារបស់យើងស្លូតបុតនេះនៅក្នុងមុខជំនួញមិនដាច់ខ្សែលើអ្នកណាទេតាមឃើញលោកប៉ាមិនសមមានសត្រូវនោះទេណាបងពិតមែនហើយតែជួនកាលគូប្រជែងគេមិនបង្ហាញថាប្រយ័ត្នទឹកមុខឬក៏ទង្វើស្ដែងស្ដែងទេគឺគេចាត់ការយើងដោយអត់កំបាំងឬក៏ប្រយោលណាយើងត្រូវតែបដិការទុកជាមុនដើម្បីឲ្យមានការសើមកេតលើជនល្មើសនោះបងក្រៃជើងបានចាត់ចែងរឿងនេះហើយចំពោះពិធីខូបរបស់ប៉ាយើងគួរតែរំសាយចោលការពារជនឆ្លៀតឱកាសទាំងនោះធ្វើសកម្មភាពខ្ញុំថាមិនប៉ាតែម្នាក់ទេដែលត្រូវប្រុងប្រយ័ត្ននោះពួកយើងក៏ដូចគ្នាដែរនៅក្នុងអារម្មណ៍របស់ខ្ញុំបានបញ្ជាក់ថាពួកយើងជាកូនដៃរបស់ពួកវាច្បាស់ណាស់មែនហើយបងក៏គិតដូចជាឯងដែរអោះមានតែមិនទេខ្មោចខេវ៉ាបានទីសម្រុកចូលមកពេញដល់កំហឹងបែបនេះនោះពូមិនបាច់ធ្វើពើនោះទេហេតុអីក៏ឲ្យមនុស្សទៅចាត់ការលើវងសកលទាំងកំរោលបែបនេះពូកំពុងតែគិតអីតែរឿងនឹងទេអោះចុះនេះមិនមែនជាអាកាសល្អទេទេបើវាងប់បាត់តាយើងមិនបាច់ខាត់ពេលយូរទេឬមួយក៏ពេលនេះគ្មានបដូរចាស់ព្រោះធ្លាក់ក្នុងអលងស្នេហ៍កូនស្រីរបស់អវងហើយមែនទេពូនិយាយអីគឺខ្ញុំមិនចង់សម្លាប់សត្រូវដែលកំពុងតែដេកលក់ទេខ្ញុំត្រូវការឲ្យគេដឹងឃើញនៅអំពើកម្មរបស់គេថាការដែលវាស្លាប់នោះព្រោះតែហេតុអីចុះបើគ្រាន់តែមានឱកាសសម្លាប់គេនោះគេដឹងដែរទេថាកន្លងមកខ្លួនគេធ្លាប់ធ្វើអាក្រក់ដាក់អ្នកណាខ្លះនោះយើងត្រូវសងគេវិញឲ្យស័ក្តិសមបំផុតពូទៅតែឃើញឯងម្នាក់ប៉ុណ្ណោះដែលចូលទៅសម្លាប់សត្រូវហើយនៅគិតដល់ភាពយុត្តិធម៌ទៀតនោះក៏បានតែពូចាំមើលពូមិននឹកលន់ទេធ្វើតាមគេគិតចុះណាលោកស្រីហើយលោកស្រីណែនាងធឿនឯងមិនចោលអាទម្លាប់ស្រែកចំទានអីអស់នឹងសឹងវាស្អីឯងចាលោកស្រីអ្នកនាងតូចមកផ្ទះចាហើយមិនមិត្តភក្តិមកជាមួយផងអូឆោតតាមកូនយើងមកហ៎កូនយើងនៅណាទេចាគឺនៅខាងក្រៅនេះលោកស្រីតែមិនមែនអ្នកនាងឆោតតាមទេគឺអ្នកនាងកាយវិការណាចាស្មានថាជាកូនយើងអញរំភើបខ្មោចយកស្អីទេនរណាមកជាមួយវាទេពិតជាអំពើទុកមែនហើយចុះបើជាអ្នកនាងតូចកាយវិការអ្នកស្រីគិតមិនទៅជួបទេមិនចាំបាច់ចេះមកប្រាប់យើងទេមានស្អីត្រូវធ្វើក៏ទៅធ្វើទៅកាយតែរបស់ឯងធំណាស់ហើយការរៀបចំក៏ស្អាតទៀនពិតជាគ្រូសាស្ត្រអរិយរាយមែនទៅបាត់ទៅផ្ទះធំសមាជិកច្រើនមែនតែមិនដែលមានពេលបាយជុំគ្នាទេព្រោះម្នាក់រវល់តែជាមួយការងារនេះឯងមិនឃើញថាស្ងាត់ទេនោះម៉ាក់គ្នាមកហើយនេះមកដល់យូរហើយអីណាម៉ាក់ជម្រាបសួរគឹមនេះម៉ាក់គ្នាណាអ្នកម៉ាក់ជម្រាបសួរចាស់លើកដៃថ្វាយព្រះនេះនាងជាមិត្តរបស់កាយមែនទេចាំម៉ាំងមិននឹកស្មានថាកាយមានម៉ាក់ស្រស់ស្អាតម្លឹងសាំងពិតមែនណានាងសរសើរខ្ញុំពេកហើយនេះការងាររួចរាល់ហើយមែនទេបានជាមានពេលមកលេងផ្ទះនោះចានៅទេម៉ាតែថ្ងៃនេះបងវឌ្ឍនាឡើងយន្តហោះនៅម៉ោង2រសៀលនេះហើយតើខ្ញុំឈានមកទទួលម៉ាក់តែជួយដំណើរគាត់ទាំងអស់គ្នាណាព្រោះលើកនេះគាត់ទៅយូរជាងរាល់ដងខ្ញុំដឹងហើយតែខ្ញុំឲ្យផុនជូនទៅក៏បានមិនបាច់ពិបាកដល់នាងទេតែលោកប៉ាឲ្យគាត់មកទទួលម៉ាក់យើងនឹងបានទៅព្រមគ្នាណាថាមិនចាំបាច់គឺមិនបាច់ហើយប្រាប់ហើយខ្ញុំទៅជាមួយផននាងស្ដាប់មិនបានទេអីយីពិតជាមានរឿងច្រើនមែនចាម៉ាបានចឹងយើងចាំជួបគ្នានៅពលានចុះហើយនេះគឺជាស្អីទៅនាងកាយជាម៉ាក់ឯងឬមួយក៏ជាមេខ្លាទេប្រាប់គ្នាត្រង់មើលយើងទៅវិញសិនទេចាំគ្នានិយាយប្រាប់ឯងពេលក្រោយនៅក្នុងភោជនីយដ្ឋានមួយកន្លែងវ៉ាវមើលចាញ់មកម្ហូបគឺសុទ្ធតែគួរចង់ញ៉ាំទាំងអញមិនដឹងថាទុកមួយណាញ៉ាំមួយណាទេល្មមញ៉ាំដូចជានាងសំតែមានសាច់មានឈាមជាងនេះតែរៀងរៅដូចជាឈើចាក់ថ្មិញទៅវិញតាមសប្បាយណាស់ខ្ញុំប៉ាណានេះណែលង
ខ្ញុំគឺជាគ្រូពេនគឺជាគំរូដល់មនុស្សជាច្រើនគ្នាហ្នឹងបើមិនដោយអត់ថតដូចជាជ្រូកនោះមិនសំទេងអេខ្ញុំជាអ្នកប៉ៅលោកទៅត្រេងយូរហើយមិនតាន់បានអរគុណលោករឿងដែលលោកជួយយកទូរស័ព្ទខ្ញុំពីចោលបាននោះ មិនបាច់ទេបើគាត់តែនាងផ្ញើសារមកសុំទុកខ្ញុំនឹងណាម៉ែរត់ថ្ងៃនោះខ្ញុំសប្បាយចិត្តណាស់ទៅហើយ នេះលោកមិនធន់ថាប់នឹងខ្ញុំខ្លះទេអីដែលខ្ញុំរំខានលោករហូតនឹង រំខានអីទេខ្ញុំមានអារម្មណ៍ល្អទៅវិញទេ នេះគេកំពុងតាមនិយាយពីអីទេឬមួយក៏គេមានអារម្មណ៍ដូចជាខ្ញុំដែរនឹង អេណែនេះកំពុងតែគិតអីហ្នឹង ចាស់គ្មានទេគឺកំពុងគិតថាអាណិតដល់នាងកាញ់ដែលមិនបានមកញ៉ាំអាហារឆ្ងាញ់បែបនេះពីព្រោះគេត្រូវជូនថៅកែធំទៅផ្ទះនេះ នេះជាពេលនាងកែមិត្តរបស់នាងវិញមិនដូចជានាងសោះទឹកមុខរបស់គេដោយបង្ហាញថាមានទុកកង្វល់ក្រពះខុសពីនាងរស់រាយហើយមានភាពជឿជាក់ មែនហើយលោកនិយាយត្រូវខ្ញុំគឺជាមិត្តនឹងវារាប់ឆ្នាំហើយតែមិនដឹងថ្មីនេះទេថាគេគឺជាមនុស្សឯកាមានជីវិតជូរច័ន្ទខ្ញុំស្ដាប់ហើយអាណិតទទួលយកទៅតែមិនបាន ជីវិតមិនល្អបែបណាតែជាកូនអ្នកចំនួនលំដាប់ប្រទេសហើយនោះ គឺមិនមែនទេលោកតាមពិតនាងខ្ញុំមិនគួរប្រាប់នរណាម្នាក់ថានាងកាញ់គឺជាកូនរបស់ម៉ាហ្វៀទេ នេះតាមពិតនោះជាអីតែខ្ញុំកំពុងតែចាំស្ដាប់ណា មែនហើយលោកមកហូបតិចអស់ហើយខ្ញុំពិតជាឃ្លានណាស់តោះពួកយើងញ៉ាំទេ នៅសហគ្រាសរបស់លោកខេវ៉ា អេបងមកយំអីនៅត្រង់នេះបងជាអ្នកណាម៉ៃមែនទេ មិនមែនទេគឺខ្ញុំពុំវិញផ្លូវរកតែមិនឃើញទេខ្ញុំសុំស្នាក់នៅជាមួយនាងផង ចាប់បានតែត្រឹមតែមកយប់នឹងឈប់យំតែ បងអរគុណខ្លាំងណាស់តែអូនខ្លាចបងដែរទេព្រោះថាពេលនេះបងបានស្លាប់ហើយ តាមកាពិនបងបានស្លាប់ហើយអីថាម៉េចស្លាប់ហើយអី មែនហើយតាមពិតបងគឺជាខ្មោចទេ អត់ទេខ្មោចជួយផងជួយខ្ញុំផងកុំមកតាមខ្ញុំអី ចាំខ្ញុំផងកុំខ្លាចខ្ញុំអីណាខ្ញុំសុំតែនៅជាមួយផង ចាញ់តែខ្មោចចាញ់តែតាមប៉ិនយកសពសះយកសពអាក្រក់មកលេងហើយខ្ញុំមិនគុំមកទីនេះតែមិនជារបស់ប៉ាសះហើយខ្យល់រន្ទះមិនរ៉ាភ្លៀងទៀនហាចស្មោអីខ្មៅនៅឆោនៅម្ដុំស៊ុននឹងអើយតែខ្មៅឡើងមែនទេដឹងគឺខ្មៅមែនហើយបងវឌ្ឍនាយើងតែបន្តបងវឌ្ឍនាហើយគាត់តែបរទេសបាត់ហើយយើងធ្វើយ៉ាងម៉េចទៅណានាគេតែងឬមកក៏ជាខ្មោចមែនហើយកុំចោលមកអីកុំចោលមកចាញ់ឲ្យឆ្ងាយទៅគួយខ្លាចណាស់ អ្នកនាងឆោតាមគឺខ្ញុំណាអ្នកនាងមើលមក លោកខេវ៉ា នាងចំថ្មីតែគ្រាន់តែខ្យល់បោកបក់ព្រោះតែមានភ្លៀងនោះ អានោះតែខ្ញុំខ្លាចណាស់មកនេះខ្ញុំយកសពអាក្រក់ហើយមិញនេះខ្ញុំបានឃើញស្មោះខ្មៅមួយណាឆាម្ដុំសុនផ្កាទៀនគឺជាខ្មៅប្រកាសណាស់គឺជាខ្មៅពិតជាគួរខ្លាចណាស់ ខ្មោចមកពីណាតែស្រមោលនោះប្រហែលជាសន្តិសុខដល់ល្បាត់គោលដៅជុំវិញទីនេះក៏ថាបានដែរអ្នកនាងស្កប់អារម្មណ៍តិចតែអស់អីហើយណា អត់ទេ
លោកកំតាចាខ្ញុំអីខ្ញុំខ្លាចណាស់ណាទីនេះជាមួយខ្ញុំតែណាខ្ញុំខ្លាច ក៏បានខ្ញុំកំដៅដល់នេះមើលចិត្តដល់នាងបែកញើសខ្លាំងណាស់មិនទាន់បាត់ភ័យទៀតមែនទេ ចាមែនហើយនេះលោកតាមកពីណាទេទាំងកណ្ដាលយកបែបនេះ គឺខ្ញុំតែមើលតែម៉ែហើយគាត់ថាសម្រាប់នៅផ្ទះប៉ុន្តែលោកវឌ្ឍនាបងនៅនេះខំមកថាឲ្យខ្ញុំជួយមើលនៅនាងផងតែខ្ញុំសម្រេចចិត្តមកវិញទាំងកណ្ដាលយកបែបនេះ ចាលោកខ្ញុំពិតជាអរគុណលោកណាស់ប៉ុន្តែលោកអាចសម្រាប់នៅលើសាឡុងនេះបានដែរហើយ គ្មានបញ្ហាទេមិនដល់នាងមិនសម្រាប់ទេមិនក៏ដល់នាងមិនសម្រាប់ទេមិនបាច់បារម្ភទេណាមានខ្ញុំនៅទីនេះហើយនោះគ្មានខ្វល់អាណាមកលោកនៅនាងនោះទេហើយសូមកិច្ចហើយណាអស់កម្លាំងណាស់នៅក្នុងហាងលក់ទំនិញខ្មែរមួយកន្លែង ប្អូនណាត្រូវការញ៉ាំនំឬក៏បង្អែមទឹកដែរចាយកដូចតែមុនមកបងមកចាស់សិស្សចាំបាច់សួរនំធ្វើអីច្រើនទៅបងអងហើយចេះតែសួរទេព្រោះថានំខ្មែរនៅទីនេះវាមានច្រើនមុខឃើញប្អូនចង់បដូររសជាតិណាស់ណាអេហើយចុះថ្ងៃនេះប្អូនគឹមមិនមកជាមួយទេចាខ្ញុំចេញពីធ្វើការក៏ឈានមកមិនភ្លេចខ្ញុំមិនបានបបួលវិញទេបងឯងខ្ញុំសុំទៅបន្ទប់ទឹកបន្តិចបងរៀបចំឲ្យដាក់នៅលើតុនេះចុះចាអូនណែឆ្មាងដាក់ស្រួល4តិចណាភ្នែកនឹងឲ្យចេះសង្រួមខ្លះផងងាកឆ្វេងងាកស្ដាំនឹងតិចថាធ្លក៏ទេ ហូយខ្ញុំគ្រាន់តែឆ្ងល់នឹងណាលោកស្រីខ្ញុំថានំបង្អែមអីបែបខ្មែរពីដើមបែបនេះឆ្មាងថារសជាតិមិនស្មើនំល្បីបច្ចុប្បន្ននេះទេមិនដឹងជាជាប់ចិត្តអីផងវិចដោយស្លឹកចេងស្លឹកឈូងឬក៏ស្លឹកដូងស្លឹកត្នោតញោមញីច្បាច់ដោយដៃនឹកឃើញទៅមិនគួរឲ្យចង់ទទួលទានសោះឡើយ ត្បិតថារបស់ហូបបច្ចុប្បន្នមានស្តង់ដារវិខ្ចប់ដោយប្រណិតមែនប៉ុន្តែក្នុងនោះឯងក៏លាយឡំដោយគ្រឿងសិប្បនិម្មិតច្រើនណាស់ហាតាឆាប់ចូលទៅយើងនឹកដល់រសជាតិនំបែបខ្មែរទាំងអស់នោះណាហើយបើឯងមិនចេះហូបទេនៅអង្គុយកំដរយើងក៏បាន អូយចេះតែមានហើយលោកស្រីគ្មានអ្នកណាគេធ្វើអញ្ចឹងទេណាលោកស្រី នេះលោកស្រីមករនំបង្អែមទទួលទៀតណាជាងសូមជើញមកតុខាងនេះមកចា មកអង្គុយកន្លែងនេះមកលោកស្រី ចាអបជាស្រីផងមានបងស្រីម្នាក់គាត់កក់កន្លែងនេះហើយជាងសូមជើញមកតុខាងនេះមកចាមិនអីទេកន្លែងណាក៏បានដែរមានអីមែនទេបងហ៎នេះលោកស្រីនឹងបងឆ្មាំងនេះជាក្មួយកាយវិការទេប្អូនកាយអីក៏ជូនម្លេងផែនដីនេះគឺពិតជាវិលមែនប្អូនមករកអីហូបដែរអង ចាបងគឺខ្ញុំមកហាងនេះជាប្រចាំបានចឹងយើងអង្គុយជុំគ្នាតែម្ដងទេណែប្អូនណាលោកស្រីបងត្អូនត្អែនឹករលឹកដល់ពួកប្អូនរហូតមិននឹកស្មានថាថ្ងៃនេះបានជួបគ្នាសោះឡើយ ចាដូចគ្នាណាបងតែខ្ញុំថាបើយើងនឹករលឹកដល់គ្នានោះក៏លើជាបញ្ហាទៀតហើយព្រោះថាពេលនេះក្រុមហ៊ុនរបស់យើងជាដៃគូសហការនឹងគ្នាស្រាប់ខ្ញុំក៏ឧស្សាហ៍ជួបលោកខេវ៉ាដែរណាមែនហើយក្មួយហើយចូលលោកថកែធំប៉ារបស់ក្មួយនោះគាត់សុខសប្បាយដែរទេនេះណាមីស្គាល់ប៉ារបស់ខ្ញុំដែរមែនទេអត់ទេក្មួយតែមីងឬកូនខេវ៉ាគេនិយាយពីគាត់ញឹកញាប់ណាស់គាត់មិនអីទេណាមីងតែពួកខ្ញុំមិនចង់ឲ្យប៉ាចាញ់ក្រាស់ទេព្រោះថាថ្មីនេះមានជនមិនស្គាល់មុខតាមយាយធ្វើបាបលោកប៉ាខ្ញុំអញ្ចឹងផងហើយប៉ាក្មួយជាអ្នកជំនួញមានមុខមានមាត់មិនចម្លែកទេក្មួយដែលមានអ្នកចំណែននឹងទៀតពីអាជីវកម្មរបស់លោកនោះចាប៉ិតមែនហើយចឹងណាមីងចង់ពិសាអ្វីបន្ថែមទៀតទេចាំខ្ញុំកំងបន្ថែមទៀតណានេះមិនស្មានថាក្មួយចូលចិត្តនំបែបខ្មែរបុរាណបែបនេះដែរសោះមីងវិញក៏ដូចគ្នាដែរចាព្រោះរសជាតិនំនៅបង្អែមនៅទីនេះវាស្តៀងគ្នានឹងរសជាតិដែលក្មួយធ្លាប់បានហូបពីស្នាដៃរបស់មនុស្សអស្ចារ្យម្នាក់នោះគឺជាអ្នកម៉ែរបស់ខ្ញុំណាសុំទោសណាមីងសុំនិយាយទូរស័ព្ទបន្តិចអាឡូថាម៉េចហ្នឹងបងមកដល់ក្បែរនេះហើយចាចឹងចាំតិចណាក្មួយចឹងមីងមិនបាននៅជជែកលេងយូរទេស្វាមីមីងគាត់ឆ្លងកាត់ទីនេះក៏ឈានចូលមកទទួលមីងគិតថាលាក្មួយសិនហើយណាចាមិនអីទេខ្ញុំក៏គិតថាទៅវិញពេលនេះដែរចឹងខ្ញុំជួយដំណើរដល់មីងចាសូមអញ្ជើញលោកស្រីក្
មិនស្រីម្នាក់នេះឬមួយជានឹងសន្យាតែនេះវាមិនបានខ្ចាត់កតនាទេក៏បានន័យថា20ឆ្នាំកន្លងមកនេះវានៅជាមួយអាវងរហូតយើងមិនដឹងបណ្ដោយឲ្យវាជប់គ្នាជាមួយម្ដាយវាបានតែមីងតែសិនហើយណាក្មួយចាណាមីងថ្ងៃក្រោយជប់គ្នាណាមិនក៏មិនចេញឡានទៅអាឆាំឯងនៅឯអង្គស្អីទៀតអោះបាទលោកម្ចាស់